ច្បាស់ជាមាន fan របស់យើងមួយចំនួនគាត់ចង់ដឹងដែរថាតើទៅពេលខាងមុខទៀតមិនទៅវាដោយសារតែយើងឃើញថាស្ថានភាពរវាងប្រទេសយើងទាំងពីរចាអញ្ចឹងណាបង បើសិនជាអ្នកទាំងអស់គ្នាតាមដានពួកយើងតាំងពីដើមមកតាំងពី press conference លើកដំបូងដែលពួកយើងតែងតែនិយាយខ្ញុំជាមួយ David បាននិយាយនៅលើឆាកអ្វីដែលយើង focus ទៅលើការប្រកួតប្រជែងនៅលើក្នុងស្រុករបស់យើងហើយយើង focus ទៅលើភាពវិជ្ជមានយើងផ្ដោតសំខាន់ទៅលើភាពវិជ្ជមានដូច្នេះទិសដៅរបស់យើងនៅក្នុងអំឡុងពេលនេះគឺយើងធ្វើកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជារបស់យើងឲ្យរួចរាល់ឲ្យជោគជ័យហើយនឹងឲ្យអធិកអធមនេះគឺជាជោគជ័យរបស់យើងហើយសម្រាប់ស្ថានភាពទៅថ្ងៃមុខបន្តទៀតយើងសូមអត់តន់គិតដល់យើងសូមអត់តន់ហ៊ានបញ្ជាក់លោកជួងជីវឆយបញ្ជាក់ថាប្រឹងរៀបចំកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា2025ក្នុងស្រុកឲ្យបានល្អរឿងទៅអន្តរជាតិលោកមិនទាន់គិតទេ Miss Universe Cambodia នៅក្នុងថ្ងៃចុះ MOU ជាមួយក្រុមហ៊ុន Unilever Cambodia ដោយមានផលិតផល4ប្រភេទកាលពីថ្ងៃទី20ខែមិថុនាឆ្នាំ2025លោកជួងជីឆយដែលជាអ្នកគ្រប់គ្រង Miss Universe Cambodia បានឲ្យដឹងពីទម្រង់នៃការប្រកួតមួយចំនួនដែលមានភាពខុសប្លែកពីឆ្នាំរដូវនិងមានភាពថ្មីប្លែកសម្រាប់វិស័យប្រកួតសម្រស់នៅក្នុងប្រទេសកម្ពុជាផងដែរចំណែកអ្នកនាងប្រាសាទដាវិនក៏បានបង្ហាញពីការវិវត្តខ្លាំងក្រោយពីចូលកងប្រកួតម្យ៉ាងវិញទៀតតាមការបញ្ជាក់របស់លោកជួងជីឆយបានឲ្យដឹងថាពេលនេះកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា2025ត្រូវធ្វើឲ្យល្អបំផុតតាមលទ្ធភាពចំពោះការទៅប្រកួតនៅអន្តរជាតិលោកនិងក្រុមការងារមិនទាន់គិតទេកម្មវិធីរបស់យើងនៅក្នុងថ្ងៃនេះគឺជាពិធីចុះកិច្ចព្រមព្រៀងរវាងកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ2025និងជាមួយនឹងក្រុមហ៊ុន Unilever ដែលគាត់មានម៉ាកសញ្ញា4គឺមាន Pond's Vaseline មាន Dove ហើយនិង Lushចាបេក្ខភាពរបស់យើងបេក្ខនារីរបស់យើងគាត់មានការអភិវឌ្ឍច្រើនអ្វីដែលយើងមើលឃើញបើសិនជាទស្សនិកជនតាមដាននៅលើ page official របស់ Miss Universe Cambodia ឬក៏ page របស់បេក្ខនារីផ្ទាល់ខ្លួនគាត់នឹងបានឃើញអំពីការវិវត្តរូបរាងខាងក្រៅរបស់បេក្ខនារីរបស់យើងគឺពួកគាត់មានការអភិវឌ្ឍខ្លាំងហើយយើងមើលទៅពីមួយថ្ងៃទៅមួយថ្ងៃពួកគាត់កាន់តែល្អប្រសើរជាងមុនសម្រាប់គុណភាពពីខាងក្នុងយើងហ៊ាននិយាយថាស្ទើរតែលើសពីពាក់កណ្ដាលនៃពួកគាត់ដែលគាត់អាច improve ដែលគាត់អាចមានអ្វីដែលលើសពីថ្ងៃដំបូងដែលយើងជួបគាត់នេះគឺវាសុទ្ធសឹងតែជាលទ្ធផលដែលបានមកពីការយកចិត្តទុកដាក់នឹងការរៀបចំរបស់ពួកយើងទាំងអស់គ្នាដែលបានផ្ដល់ជូនគាត់នៅថ្នាក់បណ្ដុះបណ្ដាលជាច្រើនហើយយើងក៏សង្ឃឹមថាពួកគាត់នឹងអាចអភិវឌ្ឍបន្ថែមទៀតមិនមែននៅតែត្រឹមប៉ុណ្្នេះទេអញ្ចឹងការប្រកួតកាន់តែតានតឹងការប្រកួតកាន់តែមមាញឹកដូច្នេះពួកគាត់ត្រូវតែពង្រឹងសមត្ថភាពក៏កាន់តែខ្លាំងជាងមុនដែរសម្រាប់ពួកគាត់សម្រស់ខាងក្រៅវិញគឺខ្ញុំមានអារម្មណ៍ថាគាត់អភិវឌ្ឍមែនតើការតបតែងខ្លួន after master class នីមួយៗគឺគាត់រៀនបានច្រើនពីវគ្គនីមួយៗប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺការរំភើបហើយក៏ជាការខ្លាចមួយដែរដោយសារ contestant ខ្លះខ្ញុំអត់រំពឹងដល់ថ្នាក់ហ្នឹងទេតែជាក់ស្ដែងទៅនៅចិត្តពួកគាត់យូរបានដឹងថាអូគាត់រៀនបានលឿនជាងអ្វីដែលយើងរំពឹង contestant ខ្លះគឺខ្ញុំរំពឹងខ្ពស់ពេកសម្រាប់ពួកគាត់អញ្ចឹងខ្ញុំមានអារម្មណ៍ថាអូគាត់នៅរៀងស្ទើរអញ្ចឹងការអភិវឌ្ឍពួកយើងគឺរាល់តែគឺមានការប្រជុំសួរថាតាំងពីថ្ងៃទី1ថ្ងៃចាប់ផ្ដើមរហូតដល់ថ្ងៃនេះគាត់នៅខ្វះខាតអីទៀតគាត់នៅអត់ទាន់ទំនុកចិត្តឡើងកន្លែងណាអញ្ចឹងគឺយើងនៅតែចាតាមដានការសិក្សារបស់ពួកគាត់ក៏ដូចជាពេលខ្លះយើងត្រូវមានភាពស្និទ្ធស្នាលក៏មិនស្និទ្ធស្នាលពេកក៏មិនតឹងតែងពេកយើងត្រូវមាននៅកណ្ដាលបន្តិចដោយសារពេលខ្លះគាត់ខ្លាចយើងពេកគាត់ហ៊ានបញ្ជាក់ពីទឹកចិត្តរបស់គាត់ផ្ទាល់ថាអូខ្ញុំនៅគិតថាខ្ញុំមកធ្វើអាឡែងនេះអត់តាន់បានគាត់របៀបដូចថាអូប៉ុណ្្នឹងបានហើយបងអត់អីទេប៉ុន្តែយើងមានតិចនិចដោយសារបងឆ្យគឺខាមមែនតើដោយសារខ្ញុំពេលខ្លះអត់ខាមទេអញ្ចឹងយើងពីរនាក់ balance គ្នាល្អមួយរៀងកាច់បន្តិចមួយរៀង slow តែអញ្ចឹងគឺមានអារម្មណ៍ថាពួកគាត់អភិវឌ្ឍបានច្រើនបងឃើញថាបងមិនដឹងមកយូរទេអូយើងព្យាយាមបង្កើតនៅបរិស្ថានមួយនៅក្នុង Miss Universe Cambodia នេះយើងព្យាយាមបង្កើតនៅបរិស្ថានមួយដែលយើងហៅភាសាអង់គ្លេសថា healthy ដែលវាមានផាសុកភាពសម្រាប់ពួកគាត់ទាំងអស់គ្នាឲ្យពួកគាត់មានឱកាសបានរីកចម្រើនហើយក៏ពួកគាត់មានឱកាសបានបញ្ចេញសម្លេងដែរអញ្ចឹងនៅក្នុងកម្មវិធីទោះបីជាពួកគាត់ជាបេក្ខនារីក៏ដោយក៏ប៉ុន្តែមិនមែនថាពួកគាត់ត្រូវទៅតាមគឺគាត់ត្រូវតែនៅពីក្រោមកម្មវិធីរហូតទេអញ្ចឹងគឺយើងតែងតែទុកឱកាសឲ្យគាត់ shine តែងតែទុកឱកាសឲ្យគាត់ speak up ហ្នឹងហើយដើម្បីយើងព្យាយាមយល់ពីគ្នាទៅវិញទៅមកហើយអ្វីដែលយើងកម្មវិធីរបស់យើងដែលយើងបាន design នៅក្នុងឆ្នាំនេះគឺយើងធ្វើឲ្យវា
មានរូបភាពប្រហាក់ប្រហែលជាមួយនឹងកម្មវិធីអន្តរជាតិបាទពីព្រោះបើសិនជាអ្នកតាមដាន page គឺដឹងហើយឃើញអំពីសកម្មភាពប្រចាំថ្ងៃរបស់បេក្ខនារីរបស់យើងនៅក្នុងការដែលគាត់បញ្ចេញ style របស់គាត់នៅក្នុងការដែលគាត់រៀបចំខ្លួនហើយនៅក្នុងការដែលគាត់រៀបចំសមត្ថភាពរបស់គាត់ពីព្រោះអីការប្រកួតប្រជែងពិតប្រាកដជុំដល់ឆាប់ចាយើងមាន2 3ទៀតបងអញ្ចឹងដោយសប្តាហ៍ក្រោយនេះគឺយើងមាន keyword challenge focus ទៅលើ public speaking អញ្ចឹងកន្លែងហ្នឹងគឺរន្ធត់ដែរដោយសារតែខ្ញុំផ្ទាល់គឺខ្ញុំគិតថាកន្លែងហ្នឹងគឺកន្លែងដូចថាសង្គ្រាមវាយលុកឯណាដែលយើងបានកាន់មីក្រូហើយនិយាយពីអ្វីដែល keyword ដែលគណៈកម្មការដែលបានផ្ដល់ឲ្យពួកគាត់ហើយយើងនឹងអាចដាក់បន្ទុកបានច្រើនទៀតបងកន្លែងហ្នឹងគឺដឹងថាអ្នកណាប្រកែខាងក្នុងដោយសារយើងឃើញគាត់អត់មាត់ពេលគាត់កាន់មីក្រូទៅចាទាញបានបន្ទុកចាហើយយើងមានតទៀតបងនៅថ្ងៃ28នេះគឺយើងមាន gala dinner សម្រាប់ raising fund ឲ្យយើងការសងសមាគមទឹកចិត្តសាលាថ្មីសម្រាប់សមាគមទឹកចិត្តអញ្ចឹងមានសកម្មភាពច្រើនបន្តទៀតចាមានច្រើនឃើញក៏រៀងរាល់ឆ្នាំគឺតែងតែថតតាក់ទងមួយភាសាមួយអីតែឆ្នាំនេះខ្ញុំឃើញមានការថតជាមួយនឹងល្ខោនបាសាក់ហេតុអីបានជាជ្រើសរើសយកទម្រង់ហ្នឹងព្រោះឆ្នាំទៅយើងអប្សរាច្រើនមែនតើឆ្នាំនេះគឺមានខាងល្ខោនបាសាក់វិញហេតុអីបានជ្រើសរើសយក topic នេះមកដាក់ទ្រឹស្ដីបត់មួយរបស់ពួកយើងគឺយើងអត់ចូលចិត្តធ្វើអីដដែលទី1ទី2ប្រហែលជានិយាយទៅប្រហែលមានគេជ្រិញតែ we are the trendsetter យើងចង់និយាយថាយើងជាអ្នកដែលកំណត់យើងព្យាយាមកំណត់នៅ new trend យើងបង្កើតនៅអីដែលថ្មីអញ្ចឹងយើងគិតថា concept ល្ខោនបាសាក់ជាល្ខោនទាំងទស្សនីយភាពមួយរបស់ខ្មែរដែលប្រហែលជាគេអត់សូវនឹកឃើញទៅដល់ទេឥឡូវហ្នឹងពីព្រោះអីកាលពីជំនាន់ខ្ញុំនៅតូចខ្ញុំអាសាមើលកម្មវិធីនៅស្ថានីយទូរទស្សន៍មួយដែលគាត់តែងតែមានកម្មវិធីល្ខោនបាសាក់ជារៀងរាល់ថ្ងៃសៅរ៍ខ្ញុំចាំហើយរហូតដល់ឥឡូវគឺយើងអាចស្វែងរកល្ខោនបាសាក់ទៅមើលបានទេតើថាមានកម្មវិធីបុណ្យទានអីខ្លះដែលពួកគាត់សម្ដែងនៅក្នុងវត្តអញ្ចឹងវាពិបាកមែនទែនសម្រាប់ក្មេងៗជំនាន់ក្រោយនៅក្នុងការស្វែងយល់អញ្ចឹងខ្ញុំគិតថាបើសិនជាខ្ញុំអាចបញ្ចូល concept មួយនេះទៅក្នុងការថតរូបរបស់បេក្ខនារីវាប្រហែលជាអាចនឹងជួយបញ្ជ្រាបខ្លះបាទនៅយើងហៅថា soft power បាទអតិពល soft power ធម៌ពលទុនរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកបាទសំណួរនេះបងអាចឆ្លើយក៏បានមិនឆ្លើយក៏បានដែរតាក់ទងជាមួយនឹងព្រឹត្តិការណ៍ឥឡូវនេះចាច្បាស់ជាមាន fan របស់យើងមួយចំនួនគាត់ចង់ដឹងដែរថាតើទៅពេលខាងមុខទៀតមិនទៅវាដោយសារតែយើងឃើញថាស្ថានភាពរវាងប្រទេសយើងទាំងពីរចាអញ្ចឹងណាបងបើសិនជាអ្នកទាំងអស់គ្នាតាមដានពួកយើងតាំងពីដើមមកតាំងពី press conference លើកដំបូងដែលពួកយើងតែងតែនិយាយខ្ញុំជាមួយ David បាននិយាយនៅលើឆាកអ្វីដែលយើង focus ទៅលើការប្រកួតប្រជែងនៅលើក្នុងស្រុករបស់យើងហើយយើង focus ទៅលើភាពវិជ្ជមានយើងផ្ដោតសំខាន់ទៅលើភាពវិជ្ជមានដូច្នេះទិសដៅរបស់យើងនៅក្នុងអំឡុងពេលនេះគឺយើងធ្វើកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជារបស់យើងឲ្យរួចរាល់ឲ្យជោគជ័យហើយនឹងឲ្យអធិកអធមនេះគឺជាជោគជ័យរបស់យើងហើយសម្រាប់ស្ថានភាពទៅថ្ងៃមុខបន្តទៀតយើងសូមអត់តន់គិតដល់យើងសូមអត់តន់ហ៊ានបញ្ជាក់ពីព្រោះយើងគិតថារឿងរ៉ាវរបស់ប្រទេសទាំងសងខាងគឺខ្ញុំជឿថារដ្ឋាភិបាលទាំងសងខាងគាត់នឹងស្វែងរកនៅដំណោះស្រាយដែលអាចដោះស្រាយគ្នាដោយសន្តិវិធីហើយប្រជាជននឹងអាចរស់នៅដោយមានសន្តិភាពសម្រាប់ fan គ្រប់គ្រងបវរកញ្ញាទាំងអស់គេសម្រាប់ខ្ញុំអត់មានអីទេមានតែអរគុណពួកគាត់និយាយទៅសម្រាប់ការគ្រប់គ្រងជាពិសេសការគ្រប់គ្រងមកដល់កញ្ញាឯកចក្រវាឡកម្ពុជាហើយនេះជាឆ្នាំទី2ដែលពួកយើងបានធ្វើវាយើងធ្វើវាកាន់តែធំហើយយើងក៏នៅមានទិសដៅថាយើងនឹងពង្រឹងវានឹងធ្វើវាឲ្យកាន់តែល្អទៀតទៅថ្ងៃមុខដូច្នេះខ្ញុំក៏ជឿថាគុណភាពរបស់អ្នកគ្រប់គ្រងក៏នឹងកាន់តែល្អប្រសើរជាងមុនដែរពីព្រោះអីយើងឃើញថាបច្ចុប្បន្នគឺវាល្អប្រសើរជាងពីមុនហើយពីព្រោះអីយើងត្រូវការអ្នកគ្រប់គ្រងគុណភាពហើយអ្នកគ្រប់គ្រងគុណភាពគឺជាអ្នកគ្រប់គ្រងទាំងឡាយណាដែលយល់អំពីវិស័យនេះច្បាស់លាស់យល់អំពីវេទិកានេះច្បាស់លាស់ហើយគាត់នឹងគ្រប់គ្រងកម្មវិធីគ្រប់គ្រងបេក្ខនារីដោយក្តីស្រឡាញ់ជាមួយនឹងឆន្ទៈនិងចក្ខុវិស័យច្បាស់លាស់លោកឈូងយីឆយក៏សង្ឃឹមថាកម្ពុជានឹងកាន់តែមានកេរ្តិ៍ឈ្មោះរីកសុសសាយនៅលើពិភពលោកតាមរយៈវេទិកាប្រកួតសម្រស់កញ្ញាឯកចក្រវាឡកម្ពុជានេះផងដែរ